ជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅក្រុមហ៊ុនបច្ចេកវិទ្យាចិនឈានមុខ Starlink របស់មហាសេដ្ឋី Elon Musk ក្នុងការបញ្ជូនទិន្នន័យតាមឡាស៊ែរពីលើអាកាសដែលមានល្បឿនលឿនបំផុតក្រុមហ៊ុនគ្រប់គ្រងសួនឧស្សាហកម្មនិងក្រុមហ៊ុនផលិតអាគុយស្តុកអគ្គិសនីរបស់ប្រទេសចិនកំពុងស្វែងយល់អំពីកលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលសម្រេចបង្កើតការិយាល័យច្រកចេញចូលតែមួយប្រចាំសួនកសិឧស្សាហកម្មក្នុងខេត្តព្រះសីហនុដែលមានផ្ទៃដី80ហិកតាក្នុងទុនវិនិយោគ$100 លានបញ្ជីស្តង់ដារថ្លៃទំនិញនិងសេវាក្នុង FMS បានអភិវឌ្ឍនិងបញ្ចូលរួចរាល់ដើម្បីប្រើប្រាស់ក្នុងការរៀបចំផែនការថវិកាឆ្នាំ2026ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្កើតប្រវត្តិសាស្ត្រថ្មីដោយជោគជ័យក្នុងការបញ្ជូនទិន្នន័យតាមប្រព័ន្ធឡាស៊ែរដែលមានល្បឿន100 GB ក្នុង1វិនាទីការរកឃើញថ្មីនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Changguang Satellite Technology ដែលបានប្រើប្រាស់ផ្កាយរណប Jilin-1 ប្រព័ន្ធឡាស៊ែរនេះមានល្បឿនលឿនជាង10 ដងបើធៀបនឹង Starlink របស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បច្ចេកវិទ្យាថ្មីនេះអាចបញ្ជូនរូបភាពដែលមានគុណភាពខ្ពស់ពីអាកាសមកផែនដីហើយស្របទៅនឹងបទដ្ឋានថ្មីនៃបច្ចេកវិទ្យា 6G បច្ចេកវិទ្យានេះមានប្រយោជន៍ជាច្រើនរួមមានការតាមដានគ្រោះមហន្តរាយការថតរូបពីលើអាកាសនិងការផ្តល់សេវាអ៊ីនធឺណិតទូទាំងពិភពលោកជោគជ័យនេះបង្ហាញពីការប្រកួតប្រជែងខ្លាំងរវាងចិននិងប្រទេសមហាអំណាចផ្សេងទៀតនៅក្នុងវិស័យអ៊ីនធឺណិតតាមផ្កាយរណបក្នុងគោលបំណងស្វែងយល់អំពីកលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុនគ្រប់គ្រងសួនឧស្សាហកម្មនិងក្រុមហ៊ុនផលិតអាគុយស្តុកអគ្គិសនីរបស់ប្រទេសចិនបានជួបប្រជុំពិភាក្សាជាមួយឯកឧត្តមមន្ត្រីសភាចាហ៊ីនសាហ៊ីបទីប្រឹក្សាសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី19ខែមីនាឆ្នាំ2025ក្នុងជំនួបនេះលោកបេលីតាមនាយកក្រុមហ៊ុន Louis International បានជម្រាបជូនអំពីបទពិសោធន៍របស់ក្រុមហ៊ុននៅក្នុងការគ្រប់គ្រងសួនឧស្សាហកម្មដែលមានទាំងនៅក្នុងប្រទេសចិននិងបរទេសចំនួន3ទីតាំងនិងមានសហគ្រាសជាច្រើនកំពុងវិនិយោគនៅក្នុងការផលិតផលប្រើប្រាស់ក្នុងផ្ទះផលិតផលសម្រាប់វេចខ្ចប់សម្លៀកបំពាក់អាគុយស្តុកអគ្គិសនីនិងផលិតផលតុបតែងក្នុងផ្ទះជាដើមជាមួយគ្នានេះលោកស៊ុនហ្វាំងជូនាយកក្រុមហ៊ុន Huapei Cherisan Group ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការវិនិយោគនៅកម្ពុជាលើការផលិតអាគុយខ្នាតធំសម្រាប់ស្តុកអគ្គិសនីនិងការគ្រប់គ្រងសំណល់អាគុយដោយប្រមូលអាគុយចាស់ៗនិងខូចមកកែច្នៃឡើងវិញក្រុមហ៊ុនទាំងពីរបានបង្ហាញអំពីឆន្ទៈនៅក្នុងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងបទពិសោធន៍របស់ក្រុមហ៊ុននៅក្នុងការគ្រប់គ្រងសួនឧស្សាហកម្មព្រមទាំងទាក់ទាញក្រុមហ៊ុនវិនិយោគនៅក្នុងសួនឧស្សាហកម្មនៅបរទេសមកវិនិយោគនៅកម្ពុជាផងដែរថ្លែងក្នុងឱកាសជំនួបនេះឯកឧត្តមមន្ត្រីសភាចារដ្ឋលេខាធិការបានគូបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជានិងការគាំទ្រការវិនិយោគតាមរយៈការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអធិបតីនាយករដ្ឋមន្ត្រីជាពិសេសថ្មីនេះការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ2024ដែលបន្តមានសុពលភាពដល់ដំណាច់ឆ្នាំ2025និងស្ថិតនៅក្នុងក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមមន្ត្រីសភាចាឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមការស្នើសុំរបស់តំណាងក្រុមហ៊ុនឯកឧត្តមមន្ត្រីសភាចារដ្ឋលេខាធិការបានណែនាំឲ្យលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុសម្រួលជូនប្រតិភូក្រុមហ៊ុនក្នុងការធ្វើទស្សនកិច្ចក្នុងខេត្តព្រះសីហនុដើម្បីស្វែងយល់អំពីបរិយាកាសវិនិយោគបន្តការសម្រួលវិនិយោគតាមកម្មវិធីពិសេសនិងស្វែងយល់អំពីតំបន់សេដ្ឋកិច្ចដែលកំពុងប្រតិបត្តិការដោយជោគជ័យនៅកម្ពុជាក្នុងគោលដៅគាំទ្របច្ចេកទេសលើការកែច្នៃកសិផលនិងជួយសម្រួលនីតិវិធីនៃការនាំចេញនាំចូលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតការិយាល័យច្រកចេញចូលតែមួយប្រចាំនៅសួនកសិឧស្សាហកម្មដែលស្ថិតនៅក្នុងស្រុកកំពង់សិលាខេត្តព្រះសីហនុដែលមានផ្ទៃដីទំហំ80ហិកតាក្នុងទុនវិនិយោគ$100 លានការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើការបង្កើតនិងដំណើរការការិយាល័យច្រកចេញចូលតែមួយដើម្បីប្រចាំការនៅសួនកសិឧស្សាហកម្មរបស់ក្រុមហ៊ុន National Agro Industry Park
ស្ថិតនៅភូមិវាលឃុំកំពង់សិលាស្រុកកំពង់សិលាខេត្តព្រះសីហនុនៅថ្ងៃទី17ខែមីនាឆ្នាំ2025ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យហ៊ានសាហ៊ីបទីប្រឹក្សាសម្ដេចអធិបតីនាយករដ្ឋមន្ត្រីដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធការិយាល័យច្រកចេញចូលតែមួយនេះមានសមាជិកភាពមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងពាណិជ្ជកម្មរដ្ឋបាលខេត្តព្រះសីហនុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាក្នុងការផ្តល់ការគាំទ្របច្ចេកទេសលើការកែច្នៃកសិផលកិច្ចសម្រួលពាណិជ្ជកម្មនីតិវិធីបញ្ចេញទំនិញពីគយនិងការជំរុញការនាំចេញព្រមទាំងការផ្តល់វិញ្ញាបនបត្រស្តង់ដារអនាម័យលិខិតអនុញ្ញាតនាំចេញនាំចូលនិងការលើកដាក់ទំនិញនៅកំពង់ផែជាដើមការបង្កើតសួនកសិឧស្សាហកម្មនេះស្របនឹងអធិភាពរបស់រាជរដ្ឋាភិបាលដែលអាចក្លាយជាសួនសាកល្បងឬគំរូមួយសម្រាប់រៀនសូត្រនិងដកស្រង់បទពិសោធន៍នៅក្នុងការអភិវឌ្ឍសួនឬតំបន់កសិឧស្សាហកម្មនៅកន្លែងដទៃផ្សេងទៀតគួរជម្រាបជូនផងដែរថាសួនកសិឧស្សាហកម្មនេះមានផ្ទៃដី80ហិកតាជាមួយទុនវិនិយោគ$100 លានអាមេរិកដែលបង្កើតឡើងដើម្បីជំរុញការកែច្នៃនិងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈការផ្តល់សេវានានាជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្ដុំនិងមានចរិតជាប្រព័ន្ធអេកូឡូស៊ីដូចជាការលាងសម្អាតឃ្លាំងត្រជាក់ឃ្លាំងសម្ងួតការកែច្នៃនិងការវេចខ្ចប់ជាដើមគម្រោងសួនកសិឧស្សាហកម្មនេះទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីក្រមការងារជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុស្ថិតនៅក្រោមវិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ2024ដែលរាជរដ្ឋាភិបាលបានសម្រេចបន្តឲ្យអនុវត្តរហូតដល់បំណាច់ឆ្នាំ2025លេខាធិការដ្ឋានក្រមការងារគ្រប់គ្រងគម្រោង FMIS បានអភិវឌ្ឍនិងបញ្ចូលរួចរាល់បញ្ជីស្តង់ដារថ្លៃទំនិញនិងសេវាក្នុង FMIS ដើម្បីប្រើប្រាស់ក្នុងការរៀបចំផែនការថវិកាឆ្នាំ2026បញ្ជីស្តង់ដារថ្លៃទំនិញនិងសេវាគឺជាព័ត៌មានឯកតាថ្លៃទំនិញនិងសេវាដែលជាឯកសារយោងដើម្បីជាមូលដ្ឋានសម្រាប់រៀបចំផែនការត្រួតពិនិត្យនិងការអនុម័តថវិកាការរៀបចំបញ្ជីស្តង់ដារថ្លៃទំនិញនិងសេវាត្រូវបានរៀបចំឡើងដោយឈលលើមូលដ្ឋានមុខទំនិញនិងសេវាដែលមានការប្រើប្រាស់ជាប្រចាំនិងញឹកញាប់នៅតាមក្រសួងស្ថាប័នតាមរយៈការជួបពិភាក្សាប្រមូលធាតុចូលជាមួយក្រសួងស្ថាប័ននិងទិន្នន័យដែលបានកត់ត្រានិងរក្សាទុកក្នុង FMIS បញ្ជីស្តង់ដារថ្លៃទំនិញនិងសេវាក្នុង FMIS នឹងជួយផ្ដល់ជាមូលដ្ឋានសម្រួលដល់ការគ្រោងថវិការបស់ក្រសួងស្ថាប័នទៅលើមុខទំនិញនិងសេវាដែលមានតម្លៃស្រាប់នៅក្នុងប្រព័ន្ធហើយប្រព័ន្ធ FMIS នឹងគណនាដោយស្វ័យប្រវត្តិដោយយោងទៅតាមតម្លៃបច្ចុប្បន្នភាពចុងក្រោយតាមមុខទំនិញនិងសេវាជាពិសេសចំណេញពេលវេលាក្នុងការចុះប្រតិបត្តិការសូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដានការផ្សាយកម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍ពីដើមរហូតដល់ចប់កម្មវិធីរបស់យើងនឹងលើកយកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យានិងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMS នៅកម្ពុជាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតសូមអរគុណនិងសូមជម្រាបលា